សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានចារសារថ្ងៃនេះគឺជាថ្ងៃសិលអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំធ្វើដំណើរមកកន្លែងបងដងការហើយមានភ្លៀងធ្លាក់ចាជោគជាំពេញដីចាហើយព្រះធរណីបើយើងដើរមិនស្រួលដោយសារតែព្រះធរណីឥឡូវគឺគេចាក់ឥដ្ឋឡើងរលោងឲ្យយើងស្រួលដើរអញ្ចឹងវាអាចរអិលបងប្អូនពេលមេឃភ្លៀងធ្វើដំណើរទៅណាមកណាអីសូមមេត្តាប្រុងប្រយ័ត្នចាកុំឲ្យល្អិលដួលឬក៏ចំពុកជើងហើយព្រោះថាពេលណាយើងដួលវាអាចធ្វើឲ្យយើងផ្លោះឬក៏ក្រិចចាប៉ះពាល់បើអង្គចាស់អីពាក់ព័ន្ធជាមួយនឹងឆ្អឹងគាត់ចាអញ្ចឹងបើសិនជាឆ្អឹងរៀងស្ត្រោបឬក៏សពូនអីអញ្ចឹងយើងល្អិលទៅចាគឺថាពិបាកនឹងជាបានមែនតើអញ្ចឹងសូមឲ្យអ៊ំក៏ដូចជាលោកតាលោកយាយចាបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចាកុំឲ្យល្អិលដួលណាគេក្មេងៗគេដួលមានទេវតាត្រឲ្យយើងចាកាលណាយើងដួលទៅគឺមានតែការផ្លាស់ក្រិចមើលពិបាកនឹងជាតែប៉ុណ្្នឹងឯងអញ្ចឹងក៏គ្រប់គ្នាមានអ្នកណាចង់ដួលចាដែរតែគ្រាន់តែការប្រុងប្រយ័ត្នរបស់យើងអាចធ្វើឲ្យយើងនឹងចាមានសុខភាពល្អហើយចាធ្វើឲ្យយើងនឹងចាជួយឲ្យយើងនឹងគឺថាប្រសើរនៅក្នុងការចាធ្វើឲ្យយើងបានប្រសើរចានៅក្នុងការរស់នៅជាពិសេសគឺធ្វើឲ្យយើងអាយុវែងចាឥឡូវខ្ញុំមកបង្ហាញនៅទស្សនវិជ្ជាចាកន្លែងព្រះអង្គដងការហើយបងប្អូនសូមតាមដាននិងទស្សនាជាមួយខ្ញុំហើយជាពិសេសសូមលើកដៃបួងសួងប្រណម្យសូមសេចក្តីសុខសេចក្តីចម្រើនជាពិសេសហ្នឹងគឺសូមឲ្យខ្លួនឯងមានសុខភាពល្អនិងរកទទួលទានមានបានកុំភ្លេចណាស់ទស្សនាវីដេអូរបស់យើងខ្ញុំជួយឲ្យបងប្អូនចំណេញចាចំណេញទាំងបានឃើញនៅអ្វីដែលយើងខ្ញុំបង្ហាញចាចំណេញទាំងការបួងសួងរបស់បងប្អូនបួងសួងយ៉ាងណាសូមឲ្យទេវតាប្រទានពរជ័យសូមឲ្យបានសម្រេចដោយសេចក្តីបងប្រាថ្នាចាឥឡូវសូមបង្ហាញនៅខាងមុខតិចសិនចាទស្សនភាពស្មើនេះគឺនៅមុខព្រះអង្គដងការពោពេញទៅដោយចាមនុស្សម្នាជាច្រើនកកចាមេឃហាក់បីដូចជាអាប់ពួររីឯបាក់សាបាក់សីហោះហើរចានៅលើវេហាយ៉ាងច្រើនកកអត់ហ៊ានចុះមកទេបងប្អូនដោយសារអីគឺដោយសារតែចានៅខាងក្រោមហ្នឹងចាគឺថាមានការចាដោយសារតែនៅខាងក្រោមហ្នឹងគឺថាមានសំណើមចាសុខសប្បាយចាដោយសារតែនៅខាងក្រោមហ្នឹងគឺថាមានលក្ខណៈសើមអញ្ចឹងទៅសត្វទាំងអស់គឺថាมันបានចុះមកទេឥឡូវខ្ញុំនាំអារម្មណ៍បងចាទៅទស្សនាចាកន្លែងលេងភ្លេងតិចបន្ទាប់មកចាទៅជួបចាទៅបង្ហាញកន្លែងព្រះអង្គតិចចាភ្លៀងមួយឆាវទឹករោងcầm ai chơi nhậu nó mua rồiដើម្បីយកទៅថ្វាយកន្លែងបារមីព្រះអង្គដងការព្រោះថាថ្ងៃនេះគឺជាថ្ងៃសិលធំចាអញ្ចឹងបងប្អូនកូនខ្មែរយើងទាំងអស់គ្នាគឺថារូបរាន់តន់ខ្លួននៅក្មេងធ្វើបុណ្យតន់ផ្នែកលឺចាអញ្ចឹងគឺថាស្ទុះស្ទាចាធ្វើបុណ្យទាំងអស់គ្នាដើម្បីកើតជាតិណាបានបុណ្យកុសលនឹងចាជាប់នឹងប្រាណចាគេថាបុណ្យនឹងចំណេញជាចោ
ความรักความโมตาปีวันเลี้ยงนำมาชีวิตต่อหน้าต้นคน làm nhé. Ở đi hụt chứ mà. đạt chứ bóng đạt cho màn ngày màn sao lắm chà sao mi mà nữa à mau bị phliêng về chẳng nè niềm màu te ngày em sơ ban máu chun poi lụ đạt nè chà mày phliêng chân sơ miên mà được mà niềm màu thế bong ôn này cha tê và đa mà chặt tật mà chặt đây ba đồng mày bằng đòn ca bật chỉ sản xuất nè cha thầy sông buông xuống tộc ba đồng mày được bằng sông mọi bong sợi bong prong tiếng prong tu xa đằng cồn cha con cha từ bằng chu sông ở chi đại chi trường bậc sập phun rồi ấy đang có mà nó có cọt bàn chi sạch ba ơi cùng bày liền việt là cha sông chi đại này cũng ở chư cũng ở ngặt ấy đó là tiền xong chia cho một bạn già bạn xây họ hào trip ta còi bì mây sả la hay plieng có rang mây có sả la ui mưa ta khâu à lôi ăn ban nè chà san tần ý kia nè ngay ông ơi sao sờ máy không sao sờ máy hết à lôi chai ấy chầm tây tiên nó mà cha chầm nuôi chui mau ơi bàn để nhâm hay tiên ná hay là khan cái chui hay nhâm hay du nữ cái vì nhông miên đẹp xanh cái hai tia tay này một lúc mở hai về mặt chân một lúc hàng này chứ hàng nào lối đi ai mà hôm mà sợi mà hôm mà sợi chẳng miên từ xa buffet lại thì lại còn phải nhiều cha lại thắt vào cái này thắt vào hai ban mà trai là ngày hay sọc cà phê pu mấy tay rồi ngay ông mấy hai chắc hai đâu tăng từ cái hai năm màu trong mình cái mình lại hay quá cha lâu màu bao nhiêu chi ơi đã ban chia còn bao bắt khóc mỏ chân đó bắt ai mỏ cái nó ăn thì mỏ mai ăn màu ngày đi của ấy mấy phliêng ăn cho con màu lại thử tập phliêng tới plate chăm mơ miên cha chồng nuôi chuối nhung hai tiền cái chân này dụ mà này dụ mà này năm nắng hiện con chuyện lắm nha mà này dụ mà này cào pal ơi muốn cào bay kia mà dẻ nó làm cào pal làm chay nhanh nó chắc gì biết đi ơi
មានអ្នកជួយឧបត្ថម្ភខ្ញុំមកជួយឪទៀតណាអញ្ចឹងជំរាបលាសុខសប្បាយឪសុខសប្បាយចាតែសិនហើយមាញ់ភ្លៀងមកខ្ញុំឃើញដាក់កស៊ូចាដាក់កស៊ូចាចាឥឡូវចេញពីកន្លែងព្រះអង្គធ្វើដំណើរទៅមកកន្លែងទៀតសិនចាបងកន្លែងលក់ព្រីងបងចង់ញ៉ាំព្រីងទេទិញម៉ានកំប៉ុងមួយហ៎ 5,000 មកកំប៉ុង 5,000 ចាអត់ឆ្លើយដាក់ខ្ញុំមិនឆ្លើយដាក់មីអូនវិញទេមកកំប៉ុង 5,000 ចាអូយមើលដលងឈើដលងអីហ៎អូអត់មានបាញ់ខ្លួនឯងទេចាអត់ចេះប្រើមែនអត់មានទូរស័ព្ទអត់ចេះហ្មងអត់មានហើយចាំមានទូរស័ព្ទអត់ចាអត់ផងអត់មានទូរស័ព្ទហើយអត់ចេះប្រើទៀតមើលណាអេកូមិនចេះចុះម៉ាំវិញគ្នាមួយកូនចៅទៅរកណាចាវិញកូនចៅទៅរកដើររកតាមមុខវាំងអូដើររកតាមមុខវាំងដើររកឲ្យគ្រប់កន្លែងអញ្ចឹងទៅអញ្ចេះទៅរកឃើញណាវាដើរមកតាមមុខវាំងអញ្ចឹងណ៎ចូលហើយណាមីអូនប្រាប់ចូលហើយហើយមិញភ្លៀងមិញជ្រកណាមិញក៏ដាំមិញហ្នឹងតែម្ដងមិញអញ្ចឹងអត់ត្រូវទឹកភ្លៀងអញ្ចឹងម្ដងនេះរាំងល្មមភ្លៀងតាំងពីណាមកភ្លៀងតាំងពីណាមកអញ្ចឹងអូឡានដល់ទៅភ្លៀងហើយព្រីងនឹងមិញឯងទិញគេឬក៏បេះទិញគេដែរនោះចឹងឯងទិញពីណាអូយើងដើរទិញតាមទីហ៎ចាអញ្ចឹងមានន័យថាយើងដើរទិញក៏ឡើងទៅខ្លួនឯងទៀតអូឡើងបេះអញ្ចឹងបានហ្នឹងអូប៉ុន្តែព្រីងនេះព្រីងកំពង់ឆ្នាំងចាឆ្ងាញ់ណាណាកំពង់ឆ្នាំងសាលាលេខ 5 ចាកំពង់ឆ្នាំងសាលាលេខ 5នេះស្អីស្អាតមកអូយស្អាតមែនហេឡូស្អីស្អាតទិញព្រីងនេះស្អីស្អាតអូគ្នាឥណ្ឌាទេអត់ចេះនិយាយអត់ចេះស្ដាប់ទេណាកម្ពុជាអញ្ចឹងតាឃើញមាន់ស្មានតែកែលោកគាត់ឥណ្ឌាអញ្ចឹងអូគេកាចណាខ្ញុំស្មានតែគេនឹងជនជាតិឥណ្ឌាអូនេះចេះលក់ចេះដូរណាមើលលក់ជូតគេហៅថាជូតព្រីងមើលជូតក្រូចអីលូងអីហ៎មួយថ្ងៃមកប្រហែលគីឡូយកមក4-10គីឡូហ្នឹងអញ្ចឹងហើយបើលក់អីគេអញ្ចឹង1គីឡូថ្លៃប៉ុន្មានគេនឹងមក10000ហ្នឹងដែរ1គីឡូ10000ហើយបើមកកំប៉ុង 5,000 ទៅយើងបានខ្លះដែរណនៅថ្លៃសហួយថ្លៃអីទៀតអូខេចាផាត់សបកហ្នឹងហើយផាត់សបកផាត់អីចឹងទៅបងទៅដល់មុខវាំងចាអាចដល់គួយពីយូរបាទចាខ្ញុំលោកទៅរកពីដល់យើងទី5,000ទៀតហ្នឹងហើយបាយ1000ទៅចាខ្ញុំញ៉ាំបាយតិចដែរហ្នឹង1000ញ៉ាំអស់ទេ1000នេះvẫnញ៉ាំដល់នេះសួស្ដីបងអូនំបញ្ចុកមើលរែកម្ដងនេះមើលណាហើយចុះរែកបាយរែកទៅលក់ណាជួយអីបើអត់មានអ្នកជំនួយជួយឲ្យទិញឲ្យក្មេងៗផងតើមានមិនជួយបានហេបងចាំលើកក្រោយចាំ
មានគេជួយចាំខ្ញុំជួយទៅលក់សិនចាស់ណាចាហ្នឹងហើយក៏មើលមួយនឹងមកវាលើកដៃពីចម្ងាយអត់តែងទេអាក្មួយ mình nhung trong trai cái đó mình បងអើយមកទិញមកទិញទៅពីរៀបអូនិយាយចឹងមិនមានលក់ពីរៀបអត់ពីរៀបស្រាប់បើមានចាំទិញ1គីឡូញ៉ាំញ៉ាំផ្អែមណាមានគាត់គុំតែគាត់អត់ទេស្អែកទៅឲ្យខ្ញុំមកនេះតែផ្ញើឲ្យខ្ញុំតិចណាយ៉ាឆ្ងាញ់នេះចាបងមកទិញព្រីងនៅកន្លែងព្រះអង្គដងតាចាព្រីងធម្មជាតិព្រីងញ៉ាំទៅគឺថាជួយសុខភាពច្រើនមែនទែនបងណាខ្លះញ៉ាំព្រីងលេបគ្រាប់ជួយប្រាប់ផងមីងញ៉ាំព្រីងលេបគ្រាប់អត់ណាញ៉ាំព្រីងលេបគ្រាប់អត់ទេវាលេបដែរអូអញ្ចឹងព្រីងញ៉ាំអត់លេបគ្រាប់ទេអូខ្ញុំស្មានតែញ៉ាំព្រីងលេបគ្រាប់ទៅហ្នឹងងើបាក់ក្តៀនបានអ្នកគុណវាអីត្រូវម៉ាច់មកអូត្រូវម៉ាច់ហ្មងគេឲ្យលេបគ្រាប់អូគេមកឲ្យលេបគ្រាប់ទេខ្ញុំមកគេឲ្យលេបគ្រាប់នេះបងនេះឥឡូវមកអង្គុយកន្លែងលក់ព្រីងមកអង្គុយកន្លែងលក់ព្រីងមកជួយលក់ព្រីងគាត់បន្តិចព្រីងមកកំប៉ុង 5,000 ព្រីងមកកំប៉ុង 5,000 ហ្នឹងហើយមកអង្គុយលក់ព្រីងនៅមុខព្រះបរមរាជវាំងមកសំភ្លក់មួយសិនយើងមុនទិញគាត់យើងភ្លក់សិនណាដឹងរសជាតិសិនញ៉ាំអើយញ៉ាំមកហើយគេថាបើយើងញ៉ាំព្រីងដាតយើងគាំព្រីងឥឡូវបងមើលដាតគាំព្រីងអត់ចិត្តពណ៌មកញ៉ាំមកគ្រាប់ទៀតពណ៌ព្រីងមិញដាក់ខ្ញុំមកកំប៉ុងមើលដាក់ខ្ញុំមកកំប៉ុងមកមកកំប៉ុង 20000 ពូបងអើយញ៉ាំព្រីងក្លុកមួយខ្ញុំមានអីក្លុកឲ្យខ្ញុំក្លុកឲ្យឈ្ងុយនេះក្លុកឲ្យចាឥឡូវមើលក្រកកុំដាក់ហល់ពេកណាអូយមើលក្លុកក៏លយដែរហើយមើលអ្នកលក់អើយសម្រាប់ក៏បានណាសម្រាប់ក៏បានចាចេះក្លុកចេះលក់ចេះដូរទៀតមើលឃើញទេអូណាបានអ្នកណាបានជាប្រពន្ធនឹងសំណាងពេកក្រៃហើយស្វាមីធ្វើអីលើស្វាមីអីលើផ្ទះហើយនឹងអត់មានទាន់បានធ្វើប្រាំងចាចាធ្វើខែចុះប្រាំងបានពូជួយចាអញ្ចឹងមានន័យថាអូនប្រាំងឥឡូវវាថ្លៃអីថ្លៃពីជិលអញ្ចឹងបាត់ចំធ្វើរួចខ្លួនមិនសូវរួចខ្លួនទេបានមកញ៉ាំមកហូបណាហ្នឹងហើយឲ្យលុយសិនបងអើយញ៉ាំព្រីងមួយខ្ញុំម៉ែញ៉ាញ់ម៉េចតាំងអង្គុយអញ្ចេះបានឃើញអ្នកលក់កំពុងតែរើសព្រីងឲ្យតែលក់ដាច់ឲ្យតែលក់ដូរដាច់អូយមើលអង្គុយពីក្រោយខ្ញុំមកនិយាយពីសបោលុយផងមិនណាព្រីងឆ្ងាញ់ណាស់ហើយយកមកកំប៉ុងបានម៉ែពូនហ៎ព្រីងអីទៅសុំមួយចឹងធំអីពាក់កណ្ដាលធំនេះតែសាច់ច្រើនអត់ម៉ាឡេគេអត់ដឹងហ៎តែសាច់ច្រើនបងសាច់ច្រើន
ប្លុកតិចឆ្ងាញ់ដាក់ស្ករសមកឆ្ងាញ់ឆ្ងាញ់ណាស់ដាក់កតិចតិចមកមិនឆ្ងាញ់ស្អីស្អាតមកស្អាតតិចហ្នឹងពូវ៉ាខ្ញុំអង្គុយញ៉ាំតែព្រីងនេះបានហើយឃើញចាឃើញថតនៅមុខវាំងក៏ទៅមើលអាពេញជិនតែកន្លះគីឡូđấyទៅមើលទៅមើលតាណូក្មេងៗអីខ្ញុំហៅក្មេងៗមកណាតាញ៉ាំក្នុងកញ្ចក់ញ៉ាំអីតាយ៉ាងហ៎ចាទៅនោះឆ្ងាយពេកចេះទៅងាញ់ណាស់បងមិនអូភាសាយូរខ្ញុំកន្លះខែបានមួយទៅអូឡើងតាមរបស់ឡើងរបស់ដាក់ទៅអានោះសុបាយបាយប៉ុណ្ណោះទេវាអញញ៉ៃញូវវាយ៉ាប់តែធម្មតាញូវខ្លាចគេបាត់បានមកវិញហ្នឹងណាយើងដឹកទៅតែវាមិនចិត្តគីឡូខ្ញុំមិននៅណាមានខ្លះទីដែរហ្នឹងវាញ៉ៃវាឡូខ្ញុំមិនណាអាចបាត់មកគេកាមេរ៉ាទៅឯងស្វ័យហើយស្វ័យកាមេរ៉ាគេមិនណាកាមេរ៉ាទូរស័ព្ទអត់តែដល់ក្នុងហ្នឹងនេះចាពូញ៉ាំព្រីងអីនេះញ៉ាំបើញ៉ាំរបស់ខ្ញុំកុំញ៉ាំរបស់គាត់ព្រោះគាត់កាត់លុយបងញ៉ាំព្រីងមួយខ្ញុំនៅមុខព្រះបរមរាជវាំងឥឡូវខ្ញុំទៅបង្ហាញមកកន្លែងទៀតសិនចាគាត់នៅផ្ទះនៅអីខ្លះទៅអត់ទេអត់ភ្លៀងឲ្យមកហើយបើភ្លៀងអត់ឲ្យមកខ្លាចដើរល្អិតអីទៅរឿងហ្មងហើយតឡងបងអាហ្នឹងហៅតឡងអីឡងជ្វាអូមានក្រហមមានសហើយបាយយកមកប្រហែលគីឡូហ្នឹង20គីឡូ20ចឹងឲ្យលក់អស់ដែរចឹងល្អតែបងចាហើយឥឡូវកូនតាណាកូននៅមណ្ឌលបងនៅមណ្ឌលមិនបានយកកូនទៅដាក់នៅមណ្ឌលអត់ឲ្យវារៀនសូត្រអត់ក៏ឲ្យវាដើរដូចខ្ញុំដូចចង់អត់កាត់នេះដឹងខ្ញុំរកទៅតាមមណ្ឌលហ្នឹងញ៉ាំមណ្ឌលហ្នឹងដើម្បីឲ្យវាមណ្ឌលគេមើលវាថែវាដល់6 10ឆ្នាំបានវាប្រគល់ឲ្យគុំដៃវិញអញ្ចឹងហើយគិតថាខ្លួនឯងរាល់ថ្ងៃមានជីវិតយ៉ាងម៉េចបានគិតថាចង់យកកូនយើងទៅផ្ញើនៅមណ្ឌលខ្ញុំចង់ឲ្យកូនឲ្យចេះដឹងរៀនសូត្រចេះដឹងហើយពីមុនបងឯងយ៉ាងម៉េចថាកុំឲ្យអត់ចេះដឹងដូចឪហើយឪនឹងមិនបានមិនរៀនសូត្រពីមុនមកខ្ញុំពីមុនខ្ញុំបានទូតែចូលរៀនហ្នឹងរៀនចូលឆ្លាយរៀនរត់ឆ្លាយរៀនរត់មករត់ឥឡូវខ្ញុំចង់ថាមានកូនខ្ញុំឲ្យកូនចេះដឹងឲ្យចំណេះចេះដឹងកុំឲ្យតាមឪហើយប៉ាម៉ាក់អូននៅណាហ្នឹងប៉ាម៉ាក់ខ្ញុំមិនស្លាប់អូននេះអញ្ចឹងណាហ្នឹងហើយបងអូនគឺជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ជួយកាលពីមុនហើយកាលពីមុនហ្នឹងចាម្ចាស់ជំនួយដែលឃើញបងអូនហ្នឹងគឺប្រកាសជាស្គាល់ហើយចាឥឡូវនេះគឺថាគាត់คลายពីពិបាកពីមុនហ្នឹងមកឥឡូវហ្នឹងឃើញថាសំសួនស្អាតបាតឃើញសប្បាយចិត្តគាត់ថាគ្នាមិនសូវជាមានប្រាក់មានកែប៉ុន្តែឃើញគាត់ចាคลายជាមនុស្សថ្មីសប្បាយចិត្តហើយកូនទាំងអស់ប៉ុន្មានកូនបងអូនកូនខ្ញុំមែនចា6នាក់6នាក់ហើយរៀនអង្គការអស់ហ្នឹងទៅទាំងអស់ទៅ6នាក់ចេញមកម្នាក់ហើយនឹងមួយម៉ែវាអាយុប៉ុន្មានអាយុ5 10ឆ្នាំហើយអញ្ចឹងឥឡូវរាល់ថ្ងៃនេះជួយលក់ស្រាដូងមួយម្ដាយហ្នឹងហើយម៉ែវាសល់5នាក់ទៀតនៅក្នុងមណ្ឌលអង្គការហើយឃើញថាគាត់ចេះគាត់អីដែលអត់ទេពេលដែលគាត់ចេញមកអត់ទេមានមួយម្នាក់ហ្នឹងគេដើរបងអត់ស្ដាប់ម្ដាយទេហ្នឹង
ឲ្យម្ដាយឲ្យទៅរៀនវារត់មករត់ អញ្ចឹងមានន័យថាម្នាក់ វា ហ្នឹង 5នាក់អាចបាញ់កាយបើម្នាក់មួយទៀតអត់កាយទេមិនស្ពានហ្នឹង អញ្ចឹង តែតែស្ពាន ឲ្យនៅស្ពាន វាអីវានៅមួយដូងមួយម៉ែវានៅលើហ្នឹង រត់ម៉ែវាទៀតហ្នឹង ហើយអញ្ចឹងយើងជាឪពុកម្ដាយនឹងពិបាកចិត្តអត់ ខ្ញុំមិនបានមិនទៀតថាបានកូនដាក់អំដុលហ្នឹងមានសេចក្ដីក៏ឲ្យកូនបាត់បង់ពីអនាគតឪបើឪបាត់បង់ហើយកុំឲ្យកូនបាត់បង់ដូចខ្ញុំអញ្ចឹង ចាអញ្ចឹងចេះគិតបានវែងឆ្ងាយល្អណាអញ្ចឹងជូនពរឲ្យប្អូននិងប្រពន្ធព្រមទាំងកូនអីខ្លាចជាមនុស្សថ្មីណាបងណាហើយប្អូនឥឡូវស្អាតហើយសូមបន្តរលួយរកកាក់ឲ្យស្អាតជាងនឹងទៀតឬនៅ បាទមីង ហ្នឹងហើយទៅហើយណា បាទអរគុណច្រើន សុខសប្បាយហ្នឹងហើយបានជួបប្អូនផងសនេសនាគ្នាលេងឥឡូវជួបបងវិញលក់នំចានេះនំខ្មែរបងណាផ្លែអាយនំពពាអានេះនំអីគេបងនេះនំនេះនំកាឡៅជីឥឡូវគេលេងធ្វើជាដាក់អំបុកដាក់អីណោះគេដាក់អញ្ចឹងវិញណោះនំអំបុកផ្សេងតាអញ្ចឹង ឡើយជីហ្នឹង កាឡៅជីផ្សេង ឡើយជីអាមួយហ្នឹងហើយហើយស្នូលវាស្នូលមិនកាឡៅស្នូលសដែកលាយដូងហ៎ហើយលក់មិនទៅមួយពីញ៉ាំអត់ញ៉ាំយកញ៉ាំយកយកភ្លក់មើលបងមើលតិចមើលឥឡូវទិញមើលទិញឲ្យបងអូនញ៉ាំមកភ្លក់មើលកាឡៅជីហ្នឹងគេហៅកាឡៅជីហ៎ហ៎ ញ៉ាំយកបង ឆ្ងាញ់ញ៉ាំទៅប្រឡាក់មាត់ពេញណោះ អានេះម្សៅ មើលបងមើលស្នូលអី ស្នូលសដែក ឆ្ងាញ់មែនតាហ្នឹងហើយមើលទៅផ្អែមហ៎ បាទ ល្អមែនតែននេះលក់មួយម៉ាត់1000ទេអូចាហ្នឹងហើយញ៉ាំចុះបងអូនណាញ៉ាំទៅសិនហើយចាហើយលក់មួយថ្ងៃបានម៉ានបងលក់បានតែជាង 100000 ហើយមួយថ្ងៃហ្នឹងអញ្ចឹងបានលៀងហ៎ហ្នឹងហើយចាមើលតែបន្តិចបានតិចទៀតមកហើយដោយសារមេឃភ្លៀងទេចាបើមេឃអត់ភ្លៀងមកហើយ បើខ្ញុំនេះមិនចង់បែរដាច់ជាង ហ្នឹងហើយតែកូនមិនចង់ឲ្យខ្លាចតែញ៉េមានអ្នកមកទិញទៀតដែរកញ្ញាអស់ពីទិញ 2000 មក 1000 វិញអត់ដល់កាត់ 2000 ថ្ងៃកាត់ អញ្ចឹងថ្ងៃសៅរ៍ទឹកបងសំដូងតិចមកឲ្យដូងគ្នាភ្លេចដូងអាហ្នឹងគេដាក់ដូងមិនឆ្ងាញ់ណាទៀតកូនក្តៅប្រមពន់មកក្រាប1000អូយល្អទៀតណាមើលទៀតកូនក្តៅប្រមពន់ឲ្យលក់ថោកនេះល្អទៀតណាទៀតកូនក្តៅប្រមពន់តិចកពុកអស់យកអាដៃទៀតកូនក្តៅប្រមពន់ញ៉ាំតែ5គ្រាប់ទៅហើយឡាយជួយទៀតកូនក្តៅប្រមពន់ចាលើបងខ្ញុំទៅបង្ហាញបងនៅទស្សនភាពចាខាងនេះបន្តិចសិនដោយសារតែភ្លៀងចារាំងហើយលើទៅមើលបាក់សៃដែលគាត់ចាគេឲ្យចំណីនៅខាងបរិវេណនេះចដាវចាតើមានអត់យើងទៅមើលតិចសិនអូមកទន្លេអូអត់មានផងវាទៅរកតំណុំអស់លីងអោចាបាក់សាក់បាស័យទៅរកតំណុំអស់ហើយចាគេថាមើលគេអង្គុយដូចអស់សង្ឃឹមចឹងមើលស្អាតទៀត baby កុំឲ្យស្រឡាញ់ណាវ៉ៃអើយវ៉ៃចាឥឡូវបងខ្ញុំធ្វើដំណើរចាត្រឡប់ទៅវិញហា
ពីខ្ញុំបានបង្ហាញទស្សនវិជ្ជាចានៅកន្លែងព្រះអង្គរងការក៏ដូចជាទស្សនវិជ្ជាដែលខ្ញុំបានធ្វើដំណើរតាមដងផ្លូវនិងមកដល់មុខព្រះបរមរាជវាំងរួចរាល់ហើយខ្ញុំក៏សូមគោរពប្រមាណកាយជម្រាបលាហើយក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំចាបើមានកំហុសខុសឆ្គងឬទួត្រង់ចំណុចណាមួយក្តីក៏សូមអធិស្ឋានឲ្យខ្ញុំដោយការទូផងដែរសូមអរគុណសូមជម្រាបលាសូមឲ្យហេងគ្រប់គ្រប់